ពលរដ្ឋមួយចំនួនជំរុញឲ្យនគរបាលចរាចរណ៍អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជៀសវាងការអនុវត្តច្បាប់ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួនការស្នើដូចនេះក្រោយអគ្គស្នងការនគរបាលជាតិបានប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ចាប់ពីខែកុម្ភៈឆ្នាំ2026តទៅដែលសំដៅលើការចាប់ផ្ដើមផាកពិន័យឡើងវិញចំពោះការបើកបរល្មើសច្បាប់ការប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍នេះធ្វើឡើងដោយស្ថាប័នសមត្ថកិច្ចកម្ពុជាលើកហេតុផលថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងដែលធ្វើឲ្យចំនួនមនុស្សស្លាប់ក៏កើនឡើងដែរនៅមួយរយៈចុងក្រោយនេះជុំវិញករណីនេះប្រជាពលរដ្ឋខ្លះគាំទ្រនិងខ្លះទៀតបង្ហាញការមិនពេញចិត្តដោយថាពលរដ្ឋខ្មែរកំពុងមានវិបត្តិជីវភាពដូច្នេះការរឹតបន្តឹងផាកពិន័យពីសំណាក់ប៉ូលីសចរាចរណ៍អាចធ្វើឲ្យពលរដ្ឋកាន់តែយ៉ាប់យ៉ឺនតាមរយៈបទសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនបានប្រាប់ប្រជាកាសែតថាការរឹតបន្តឹងច្បាប់ចរាចរណ៍អាចជាផ្នែកវិជ្ជមានមួយដើម្បីកាត់បន្ថយគ្រោះថ្នាក់សម្រាប់អ្នកបើកបរប៉ុន្តែពួកគាត់ស្នើឲ្យសមត្ថកិច្ចចរាចរណ៍អនុវត្តច្បាប់ឲ្យមានតម្លាភាពហើយគួរយោគយល់ចំពោះកំហុសតិចតួចសម្រាប់អ្នកបើកបររដ្ឋាភិបាលគាត់គិតតែមិនគិតទៅខ្ញុំអត់មាននិយាយថាมันខ្វល់គឺខ្វល់តែបញ្ហាកាពះ3ពេលទីខ្ញុំពោលថាបើការយកគួរយកបើមិនយកធ្វើម៉េចឲ្យមានវិក័យប័ត្រឲ្យវាមានវិក័យប័ត្រឲ្យមានបងសម្រាប់ថាទៅបងកន្លែងណាអីចឹងទៅហ្នឹងបាក់ដែរហ្នឹងបាក់ច្រើនដែរហ្នឹងបាក់ត្រង់ថាយើងរកជំនុំចូលបានការបាត់បន្តឹងក៏វារឹតបន្តឹងក៏ប៉ុន្តែយើងត្រូវតែរំលឹកឡើងវិញចឹងហ្មងដើម្បីសមត្ថភាពខ្លួនឯងបើគាត់ដាក់ឱកាសច្បាប់ចាប់ចឹងក៏វាក្រុមប្រសើរជាងអត់ចាប់ប្រសាពេលខ្លះអ្នកខ្លះជីមពេនជាអាចគ្រោះថ្នាក់ច្រើនចឹងអាចបើសិនគាត់ចាប់មកវិញក៏ហិងល្អដែរបងការពារគ្រោះថ្នាក់ចរាចរណ៍ច្រើនទប់ស្កាត់បានច្រើនជាងគាត់អត់ចាប់មួយរយៈក្រោយនេះឃើញគ្រោះថ្នាក់ច្រើនចឹងបើគាត់សឹងជាគាត់ចាប់មែនប្រសើរជាងបងសឹងជាករណីដែលអាចវាស្រាលថាយើងអធិស្ឋានបានក៏អធិស្ឋានបងភាសាថាសេដ្ឋកិច្ចឥឡូវពិបាកអត់ដែរលុយទៅពេលអញ្ចឹងបើសិនជាល្មើមើលយើងអាចថាជិះបានឲ្យយកយល់បានយើងយកយល់ខ្លះហ្នឹងឲ្យគាត់ដាក់ទៅលើកម្រិតអីចឹងបើតាមសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិនៅក្នុងខែមករាឆ្នាំ2026គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាង40លើកដែលបណ្ដាលឲ្យអ្នកស្លាប់កើនឡើងជាង20នាក់និងរបួសកើនឡើងជាង60នាក់បើធៀបទៅនឹងខែមករាឆ្នាំ2025ដើមចំនៃគ្រោះថ្នាក់ទាំងនេះភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់នាយកវិជ្ជបណ្ឌលប្រជាប្រដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាពលោកយ៉ងកំឯងយល់ថាការរឹតបន្តឹងច្បាប់ចរាចរណ៍ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋគឺជារឿងចាំបាច់ប៉ុន្តែលោកថាសមត្ថកិច្ចចរាចរណ៍ត្រូវតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដោយជៀសឆ្ងាយពីអំពើពុករលួយឲ្យខានតែបាន